នៅក្នុងពិធីអបអរសាទរទិវាវប្បធម៌ជាតិលើកទី27នៅសាលមហាស្រពកោះពេជ្រនាល្ងាចថ្ងៃទី5ខែមីនា ឆ្នាំ2025ថ្មីនេះសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានគូបញ្ជាក់ថាបណ្ដាញផ្សព្វផ្សាយសង្គមយើងអាចប្រើប្រាស់នៅក្នុងការផ្សព្វផ្សាយបានប៉ុន្តែវាមិនមែនជាកន្លែងសម្រាប់ដោះស្រាយបញ្ហានោះឡើយការដោះស្រាយបញ្ហាត្រូវប្រកាន់គោលជំហរសាមគ្គីនិងជជែកពិភាក្សាគ្នាជាមួយដៃគូពាក់ព័ន្ធទើបអាចរកដំណោះស្រាយបានព្រោះថាពេលខ្លះរឿងតូចសោះអាចប្រែក្លាយជាធំបានដោយសារតែបណ្ដាញសង្គមនេះតែម្ដងសូមស្ដាប់ប្រសាសន៍សម្ដេចធិបតីដូចតទៅអ្នកដែលយើងស្គាល់រាប់ពាន់អ្នកនៅកន្លែងផ្សេងជាមួយនឹងអ្នកដែលធ្វើការជាមួយយើងនៅក្នុងកន្លែងជាមួយយើងបញ្ហាដែលប្រឈមរវាងមនុស្សពីរនាក់ដោះស្រាយមនុស្សពីរនាក់ទៅដើម្បីឆាប់ចប់ជាជាងទៅរកអ្នកដែលមកអត់ដឹងរឿងយកមកជួយដោះនេះហើយដែលខ្ញុំសូមយកឱកាសនេះដើម្បីអំពាវនាវការងារខ្លះរឿងតូចតាចយើងអាចយោគយល់គ្នាដោះអត់អោនគ្នាដើម្បីបញ្ចប់បញ្ហាហើយសូមប្រកាន់នៅចំហនេះបាទសូមប្រកាន់នៅចំហបាទសាមគ្គីនឹងនិយាយគ្នាបាទសម័យបច្ចេកវិទ្យាប្រភេទខ្លះរឿងដែលយើងមិនគួរតែធ្វើឲ្យវាធំវាទៅជាធំបាទហើយពេលខ្លះទៅចាប់ផ្ដើមទាញ Facebook រៀងខ្លួនហើយគឺរឹងរៀងខ្លួនហើយគឺអ្នកឯងបានធ្វើឲ្យខូចកិត្តិយសខ្ញុំតាម Facebook មនុស្សរាប់គ្នាជេរខ្ញុំខឹងហើយខ្ញុំលែងនិយាយជាមួយហើយតែបើអត់មាន Facebook បរោះទេនិយាយគ្នាអាចយោគយល់គ្នាបាទតែនេះហើយជាបញ្ហា Facebook ប្រព័ន្ធ social media ជួយឲ្យយើងអាចផ្សព្វផ្សាយឲ្យមនុស្សច្រើនដឹងបានប៉ុន្តែវាមិនមែនជាបញ្ហាវាជាមធ្យោបាយតែមួយក្នុងការដោះស្រាយបញ្ហានោះទេការទំនាក់ទំនងដោះស្រាយផ្ទាល់រវាងផ្ទាល់ជាមួយបងប្អូនយើងគឺជាអ្វីដែលសំខាន់